chấtអំណត់គឺជាអំណាចចិត្តអំណត់គឺជាលំអនៃបុរសរីឯសេចក្តីអៀនខ្មាស់គឺជាលំអនៃស្ត្រីចិត្តអំណត់គឺជាអំណាចបើទោះបីជាកំបិតស្ថិតនៅលើកក៏ពុំអស់សង្ឃឹមឡើយការលើកលែងចំពោះមនុស្សដែលពុំគួរលើកលែងគឺជាសេចក្តីមេត្តាមួយការអត់ធ្មត់ចំពោះរឿងដែលពុំគួរអត់ធ្មត់គឺជារឿងដ៏ឈឺចាប់ខ្លោចផ្សាបំផុតមួយប៉ុន្តែមានរឿងដែលឈឺចាប់ជាងនេះគឺពេលយើងធ្លាក់ខ្លួនកុំថាឡើយបុគ្គលចិត្តល្អណាម្នាក់មកជួយដល់យើងដោយស្ម័គ្រចិត្តតែបែរជាមានតែអ្នកជន់ពន្លិចយើងថែមទៀតទៅវិញមេដឹកនាំផ្ដាច់ការអ៊ីតាលីនិយាយពុំខុសទេពិភពលោកទាំងមូលពុំអភ័យលើកលែងទោសដល់អ្នកទន់ខ្សោយឡើយខ្មែរយើងនិយាយថាចុះទឹកក្រពើឡើងលើខ្លាចូលព្រៃបន្លាចូលផ្សារប៉ូលីសរឿងអាក្រក់កើតឡើងផ្ទួនខ្លួនគ្នាបើទោះបីជាយ៉ាងណាក៏ដោយក៏យើងអាចឈ្នះបានដែរគឺឈ្នះដោយអំណាចនៃការចេះអត់ទ្រាំអត់ធ្មត់ខុងជឿនិយាយថាចិត្តអំណត់គឺជាអំណាចការអត់ធ្មត់គឺជារឿងដ៏ជូរចត់បំផុតតែផ្លែផ្កានៃសេចក្តីអត់ធ្មត់គឺមានរសជាតិផ្អែមប្រវត្តិសាស្ត្របានបង្ហាញថារឿងដែលអស្ចារ្យទាំងអស់គឺជាលទ្ធផលនៃការអត់ធ្មត់ខំមាត់សង្កត់ចិត្តនិងតស៊ូយ៉ាងខ្លាំងចូលយើងធ្វើជាមនុស្សដែលខ្លាំងមនុស្សពីរនាក់ដែលមានសមត្ថភាពដូចគ្នាតែបើអ្នកណាពូកែអត់ធ្មត់ខ្លាំងជាងតែម្យ៉ាងគឺនឹងឈ្នះគ្រប់យ៉ាងទស្សនវិទូអាល្លឺម៉ង់ Immanuel Kant និយាយថាចិត្តអំណត់គឺជាកម្លាំងរបស់អ្នកខ្សោយហើយចិត្តឆេវឆាវគឺជាកំសោយរបស់អ្នកខ្លាំងមនុស្សខ្លាំងត្រូវចេះតស៊ូនឹងភាពលំបាកបើទោះបីជាស្អែកត្រូវស្លាប់ឬបើទោះបីជាមួយម៉ោងទៀតត្រូវស្លាប់ក៏ដោយក៏ត្រូវតែអត់ធ្មត់ខំមាត់សង្កត់ចិត្តតស៊ូរហូតដល់ដំណក់ឈាមចុងក្រោយដែររឿងមួយទៀតគឺជារឿងច្បាប់សកលមនុស្សយើងពុំគួរចិត្តឆេវឆាវខុសក្បួនដោយងងឹតងងុលឡើយក្នុងទ្រឹស្ដីច្បាប់នៃការដាំដុះនិងច្បាប់នៃពេលវេលាប្រមូលផលបានបង្ហាញថាគ្រប់យ៉ាងត្រូវការពេលវេលាជាក់លាក់មួយដោយពុំអាចបង្ខំបានឡើយមនុស្សយើងអាចប្រឆាំងនឹងព្រេងវាសនាបានតែពុំអាចប្រឆាំងនឹងច្បាប់នៃពេលវេលាបានឡើយឧទាហរណ៍ដើមស្វាយដែលអាចចេញផ្លែផ្កាទៅបានត្រូវការពេល5ឆ្នាំហើយបើយើងដាំថ្ងៃនេះដោយចង់ប្រមូលផលនៅថ្ងៃស្អែកគឺពុំបានឡើយយើងរៀនសូត្រក៏ដូចគ្នាដែរគឺតក់ពេញបំពង់សន្សឹមគុំបំបោលក្រែងពុំដល់ដូចប្រាថ្នាតក់តែគុំតក់ក្រហល់